បាទថ្ងៃនេះមកជំរាបពីក្បួនដែលត្រូវរៀបហុងស៊ុយផ្ទះប្រចាំយប់9បាទបងប្អូនតែងតែរៀបចំហុងស៊ុយផ្ទះតាំងពីយប់8អីមកអញ្ចឹងទៅដល់ពេលយប់9គឺវាធាក់ថាមពលថយបាទប៉ុន្តែនៅក្នុងក្បួនហុងស៊ុយគេហៅថាវិជាហុងស៊ុយជាន់ខ្ពស់គឺមានវិជាដើម្បីរៀបហុងស៊ុយផ្ទះហ្នឹងឲ្យត្រូវគ្រប់សម័យកាលមានន័យត្រូវគ្រប់យុគសម័យកាលហ្មងអញ្ចឹងក្បួនដែលត្រូវរៀបហ្នឹងគឺយកក្បួនវិជាជាន់ខ្ពស់យកមករៀបបាទអញ្ចឹងវិជាជាន់ខ្ពស់នេះរៀបឲ្យត្រូវមួយយុគ9ហើយទៅដល់យុគ1ក៏ត្រូវដែរបាទអញ្ចឹងគេហៅថាត្រូវទាំងគ្រប់យុគគ្រប់សម័យកាលអញ្ចឹងក្បួនហ្នឹងបែបណាក្បួនហុងស៊ុយហ្នឹងគឺគេត្រូវប្រើវិជាជាន់ខ្ពស់ដែលគេហៅថាវិជា64ខួយបងប្អូនបាទប៉ុន្តែវិជា64ខួយហ្នឹងមិនមែនថាឲ្យតែគ្រូចេះគ្រូអាចរៀបបានទេវាទៀមទាឲ្យគ្រូហ្នឹងមានម៉ាស៊ីនដូចម៉ាស៊ីនឆ្កែនមួយអញ្ចឹងដែលគេហៅតាមចិនគេហៅថាឡប្រានចានឡប្រានប៉ុន្តែអាចារ្យឡប្រានហ្នឹងវាអាចារ្យឡប្រានសម័យបុរាណទេគឺជាសម័យទាន់សម័យបែបឥឡូវដែលមានខួយ64ខួយនៅលើហ្នឹងបាទអញ្ចឹងលុះត្រាតែគ្រូចិនសែហ្នឹងគាត់មានអាចារ្យឡប្រានហ្នឹងបាទបកគ្រាន់តែចេះក្បួនហើយអត់ចានឡប្រានហ្នឹងគឺវាស់តែខុសតែ5អង្សាក៏អត់បានផលដែរបាទអញ្ចឹងដំបូងផុតគ្រូត្រូវការរៀបហុងស៊ុយឲ្យត្រូវជាមួយយុគ9បែបណាអ្នកដែលរៀបពីយុគមុនគឺត្រូវការរៀបឲ្យត្រូវក្នុងយុគ9ទាំងអស់ទើបវារុងរឿងហើយមិនត្រឹមរុងរឿងសម្រាប់តែ20ឆ្នាំហ្នឹងទេវារុងរឿងរហូតដល់40ឆ្នាំទៀតនោះអានឹងក៏នៅតែរុងរឿងដែរនឹងនៅតែល្អតពងតកូលដែរអញ្ចឹងក៏រៀបហុងស៊ុយនៅក្នុងសម័យកាលយុគ9នេះណាគឺរៀបទៅបានផលតកូនតចៅបាទខ្លាំងណានឹងយុគ9ប៉ុន្តែទៀមទីឲ្យមានម៉ាស៊ីនឡប្រាននឹងយកមកវាស់តែចានឡប្រាននឹងយកមកវាស់បុកគ្រាន់តែអត់មានចានឡប្រានបែរជាមានចានប្រព័ន្ធសាហៈអីយកមកវាស់អីអត់ទេអត់បានផលទេធ្វើអត់ត្រូវទេគ្រូចិនខ្សែបកែប៉ុណ្ណាគឺអត់ត្រូវដែរទៀមទីឲ្យមានម៉ាស៊ីនវាប្រៀបដូចជាដុកទ័រដែលអាចព្យាបាលជំងឺបានអញ្ចឹងបើអត់មានម៉ាស៊ីនឆ្កេន MRI អីទាន់ទៅនៅទាន់សម័យទេអាម៉ាស៊ីនវះកាត់ទាន់សម័យអីទេព្យាបាលអត់បានទេទោះជាចេះក៏ដោយក៏ព្យាបាលអត់ត្រូវដែរវាប្រៀបដូចអញ្ចឹងបងប្អូនដើម្បីឲ្យបងប្អូនយល់អញ្ចឹងដើម្បីរៀបហុងស៊ុយយុគ9នេះឲ្យបានផលទី1គ្រូចិនសែត្រូវតែទៅដល់គេដ្ឋានទីកន្លែងភូមិសាស្ត្រនឹងហើយត្រូវមើលអំពីភូមិសាស្ត្រជុំវិញគេដ្ឋានមើលភូមិសាស្ត្រជុំវិញទីតាំងដែលប្រុងនឹងកសាងផ្ទះប្រុងនឹងកសាងក្រុមហ៊ុនឬក៏អាគារខុនដូសន្តានស្អីគ្រប់បែបយ៉ាងដែលត្រូវកសាងនឹងឬហាងទំនិញអីហ្នឹងបាទអញ្ចឹងខែក្រោយគឺខ្ញុំមានទៅរៀបឲ្យរៀបក្បួនហុងស៊ុយនឹងនៅសៀមរាបបាទអតិថិជនកូនសិស្សរាប់ឆ្នាំមកហើយរៀបច្រើនកន្លែងហ្នឹងបាទហើយឥឡូវត្រូវរៀបឲ្យគាត់កសាងជាក្រុមហ៊ុនតាមបែបទំនើបនឹងទាន់សម័យនេះគឺកន្លែងដែលបញ្ចូលសាកថ្មឡានអគ្គិសនីអីហ្នឹងបាទអញ្ចឹងដល់កូនសិស្សជឿគឺធ្វើតាមទាំងអស់អត់ឲ្យខុសទេបាទរៀបហុងស៊ុយអញ្ចឹងមានបងប្អូនខ្លះគាត់ថាឃើញលោកគ្រូបង្ហាញសិតតែផ្ទះវិឡាធំសិតតែភូមិគ្រោះល្អបង្ហាញពីរៀបហុងស៊ុយចុះមិនមកមិនបង្ហាញអាផ្ទះដែលអន់អាផ្ទះដែលមិនទៅល្អអ្នកអត់ទៅមានលុយអីរស់នៅអីនោះហេតុអីមិនបង្ហាញអាហ្នឹងផងបាទធៀបតាមពិតណាបងប្អូនវិឡាភូមិគ្រឹះដែលខ្ញុំបង្ហាញនេះគឺមិនមែនមានន័យថាគាត់ទៅរៀបទេគឺមុនដំបូងផុតគឺគាត់រៀបតាំងពីអាផ្ទះដែលល្មមអីរំំតាដល់រៀបហើយបានផលឡើងទៅជាវិឡាឡើងទៅជាអូតែលឡើងទៅជាក្រុមហ៊ុនហើយទៅជាភូមិគ្រឹះអីហ្នឹងអញ្ចឹងមានន័យថាគេរៀបមិនតែមួយកន្លែងទេគេរៀបច្រើនកន្លែងហើយតាមរៀបពីកន្លែងនេះទៅកន្លែងនេះឥឡូវដូចកូនសិស្សដែលខែក្រោយខ្ញុំត្រូវទៅដល់ទីតាំងនៅសៀមរាបហ្នឹង
កន្លែងគាត់ចូលជាជិត20កន្លែងដែលខ្ញុំរៀបជូនបាទជិត20កន្លែងជិត20ទីតាំងដែលខ្ញុំរៀបឲ្យអញ្ចឹងខែក្រោយដល់មួយកន្លែងទៀតអូខេអញ្ចឹងទៀមទាឲ្យទៅឃើញមុនដំបូងផុតហ្នឹងគឺភូមិសាស្ត្រទីតាំងបូករួមជាមួយនឹងដួងจิตតាបាទអញ្ចឹងដួងจิตតាដួងរាសីបុគ្គលម្នាក់ដែលជាម្ចាស់ហ្នឹងក៏យើងត្រូវឆែកតាមទំនាយទុះទាយតាមក្បួន64ខួយដែរបាទគឺយើងត្រូវតែទាយតាមតម្រា64ខួយដូចគ្នាបាទអញ្ចឹងតម្រា64ខួយហ្នឹងយើងគ្រាន់តែឥឡូវសម័យនេះមានអេបអញ្ចឹងណាគ្រាន់តែវាយចូលអេបទៅបង្ហាញថាណែឆ្នាំយើងឆ្នាំអីអញ្ចឹងទៅខួយយើងលេខប្រមាណខួយខែលេខប្រមាណខួយថ្ងៃលេខប្រមាណខួយម៉ោងលេខប្រមាណខួយឆ្នាំលេខប្រមាណគឺបង្ហាញហ្នឹងហើយស្រួលសម័យនេះឥឡូវអញ្ចឹងឲ្យតែមានអេបហ្នឹងទៅបាទហើយអេបអក្សរខ្មែរហ្នឹងបាទស្រួលមើលមែនទែនព័ត៌មានជាអក្សរខ្មែរទាំងអស់អញ្ចឹងយើងមានថ្ងៃខែឆ្នាំកំណើតរបស់គាត់ហ្នឹងហើយប៉ុន្តែត្រូវតែឆែកតាម64ខួយហើយយើងទៅឆែកមើលភូមិសាស្ត្រទីតាំងដែលគាត់ប្រុងបុកឬធ្វើទីតាំងអីមួយទៅឬក៏ផ្ទះឬមួយក៏ធ្វើជាក្រុមហ៊ុនឬមួយក៏ធ្វើជាតែលអីចឹងទៅអញ្ចឹងយើងត្រូវទៅដល់ទីតាំងឆែកមើលភូមិសាស្ត្រហើយឆែកមើលភូមិសាស្ត្រហើយបានយើងចូលទៅវាស់យកអង្កត់ផ្សិតរបស់ទីតាំងហ្នឹងហើយការទៅវាស់ហ្នឹងមិនមែនទៅវាស់យកឡប្រានចានឡប្រានឡគេអាបែបបុរាណអាចាស់ពីយុគ8យុគ7អីយកមកធ្វើទេត្រូវតែប្រើចានឡគេ64ខួយសម័យកាលយុគ9ហ្នឹងនេះអញ្ចឹងត្រូវប្រើចានឡគេបែបអញ្ចឹងចានឡគេនេះគឺមានភ្លើងឡាសេបាញ់ទៅតែម្ដងបាទគឺមានភ្លើងឡាសេហ្នឹងបាញ់ទៅរទីតាំងដែលកំណត់អញ្ចឹងទីតាំងថាប្រមាណអង្សាទីតាំងត្រឹមតែ5អង្សាទៅ4-10ម៉ែត្រទៅខាងមុខហ្នឹងយើងសេរីឲ្យតែត្រូវជាមួយនឹងចានឡកែហ្នឹងទៅបាទហើយចានឡកែនេះវាអូតូម៉ាទិកគឺវាបាញ់ឡាសេទៅហ្មងបាទបាញ់ឡាសេទៅរអង្សាខួយរបស់ទីតាំងរឹសឲ្យត្រូវជាមួយនឹងខួយរបស់មនុស្សជាម្ចាស់បាទហើយយើងរឹសឲ្យត្រូវខួយរបស់ពេលវេលាដើម្បីធ្វើខាងសាងសង់អញ្ចឹងសំខាន់ណាយើងត្រូវតែមានចានអញ្ចឹងចានឡកែអញ្ចឹងចានឡប្រានអញ្ចឹងបងប្អូនណាចានហ្នឹងគឺចានសម្រាប់យុគ9បុកគ្រូចិនខ្សែអត់មានអាចារ្យឡកែសម្រាប់យុគ9ហ្នឹងទេរៀបហុងស៊ុយយុគ9ចេះប៉ុន្តែចេះប៉ុណ្ណាក៏ដោយបើអត់មានអានឹងយកទៅវាស់ឲ្យសក្រិតទេយកសាច់ការបានទេបាទអានេះគឺជាចានឡកែសម្រាប់យុគ9ហើយរៀបឲ្យត្រូវជាមួយនឹងយុគ9ហើយនឹងយុគ1មានន័យថាត្រូវគ្រប់យុគគ្រប់សម័យកាលបាទហើយចានឡកែហ្នឹងមិនមានតែមួយបែបអញ្ចឹងទេវាមានច្រើនម៉ូតបាទអានេះរៀងតូចដល់ភ្នែកយើងកុំបញ្ញោបគ្រូចិនខ្សែកុំបញ្ញោបអានេះអាចមើលអសរល្អិតតូចអង្សាទូចបងប្អូននេះណាមើលអង្សាទូចនៅហ្នឹងទាំងអស់បាទអង្សាទូចល្អិតឆ្ញាញ់នៅលើហ្នឹងបាទអញ្ចឹងសំខាន់ណាស់គឺចានឡកែ64ខួយទើបយកទៅរៀបក្បួន64ខួយនឹងត្រូវបាទរៀបបានផលបាទអញ្ចឹងពេលដែលយើងដឹងថាម្ចាស់ផ្ទះគាត់មានខួយលេខប្រមាណហើយបាទហើយវាស់អង្សាដោយចានឡកែហ្នឹងចានឡកែដែលជាចានយុគ9ហ្នឹងហើយដឹងអង្សាឥឡូវទីហោថាអង្សាទីប្រមាណអង្សា340ជាងទៅចុះថា343 344ព្រោះអានឹងខុសតែមួយអង្សាក៏អត់បានដែរបាទខុសមួយអង្សាក៏រៀបអត់ត្រូវដែរអញ្ចឹងពេលដែល343ឥឡូវថាអញ្ចឹងចុះ343អញ្ចឹងបើ300ជាងមានន័យនៅទឹងជើងបាទទឹងជើងបាទទឹងជើងបាទជើងហើយក្បូងអញ្ចឹងផ្ទះធម្មតាគេឋានភូមិគ្រឹះអីត្រូវបែររត់ទឹងណាអញ្ចឹងទិសដែលត្រូវបំផុតនៅក្នុងយុគ9នេះ
bỏ ác cứ chọn từ hàng chướng bài rồng bốn rồi từ hàng bốn bài hộ hàng chừng bà từ hàng chừng bài rồng bốn ấy ní cứ tay cho mũi dục muốn dục mũi đằng ảnh bà nè lại nhắn cứ chỉ tịch ní tam ca bất miệng vô một hàng chân bà nàyព្រោះអាហ្នឹងគ្រូចិនសែត្រូវការរៀនណាបើរៀនត្រូវបង់លុយរៀនរាប់ពាន់ដុល្លារបើទៅខាងក្រៅប្រទេសអី$10000អីនោះគ្រាន់តែរៀនការបង្ហាញគ្រាន់និយាយប្រាប់អញ្ចឹងហើយមានឥឡូវមានថានិយាយប្រាប់ខ្ញុំទៅលំអិតទៀតថាតើអង្គសាសម្រាប់យក9ហ្នឹងទិសខាងជើងទិសខាងក្បូងហ្នឹងតើមើលលើអង្គសាបែបម៉េចខ្លះបាទអញ្ចឹងហ្នឹងហើយបង្ហាញឲ្យខ្ទេចខ្ទីតែម្ដងណាដើម្បីចែកលេខឲ្យគ្រូចិនសែផ្សេងហ្នឹងមិនបាច់បង់លុយរៀនទេចេះតែហ្មងបាទប៉ុន្តែទោះចេះយ៉ាងណាក៏ដោយបើអត់មានចានដល់គេយក64ខួយទេក៏រៀបទៅអត់បានផល100%ដែរតនីឲ្យស្ដេចគ្រូចិនសែមកពិភពលោកអាខ្លាំងប៉ុណ្ណាក៏ដោយត្រូវតែពឹងលើម៉ាស៊ីនទាំងអស់ព្រោះយើងទៅវិជាម៉ាស៊ីនដូចដុកទ័រដែលប្រកែប៉ុណ្ណាក៏ដោយបើអត់មានក្បួនវិទ្យាសាស្ត្រទាន់សម័យយកមកព្យាបាលវះកាត់ឆ្កេនមើលទេអត់ដឹងថាជំងឺអីត្រូវព្យាបាលអីទេនេះបងប្អូននិយាយចឹងអត់ថ្វាយបហាមួយគ្រូចិនសែណាដែលប្រកែស្ដេចគ្រូចិនសែណាទេអាហ្នឹងគឺជាធាតុពិតអាហ្នឹងគឺជាធាតុពិតអញ្ចឹងសម្រាប់អតិថិជនឬក៏កូនសិស្សទាំងអស់មុននឹងជឿគ្រូចិនសែណាឥឡូវខ្ញុំប្រាប់អកំបាំងអស់ហើយអញ្ចឹងអាចមានអ្នកខ្លះគេមិនសប្បាយចិត្តទេជាគ្រូចិនសែមិនសប្បាយចិត្តទេបាទបើសិនជាគាត់មិនបាទប៉ុន្តែបើកចេះទលាយអានឹងវិធានពិតនៅក្នុងយុគ9នេះអត់មានអីត្រូវលាក់លៀមបានទេត្រូវតែបើកកកាយឲ្យដឹងការពិតបាទអូខេអញ្ចឹងបាទយើងកំណត់ថា340ឬក៏343ចុះអញ្ចឹងបើ343អង្គសាត្រូវតែឈរទៅលើខួយបើគិតទៅបែបជាខួយ2ឬ1និង7ខួយព្រោះគេត្រូវចាប់ខួយខាងក្រោយហ្នឹងចាប់ខួយភ្នំនិងជក់ខួយនៀកដែលចិនគេហៅថាខួយលេងអីចឹងណាកុំនិយាយចិននិយាយតែខ្មែរបាទអញ្ចឹងខួយខាងក្រោយគឺជាខួយភ្នំនិងខួយនៀកហើយខាងមុខគឺជាខួយទឹកបាទអាបែចេញទៅហ្នឹងឲ្យចំទ្វារខាងមុខហ្នឹងគេហៅថាបែទៅខាងមុខហើយនឹងខួយទឹកដែលត្រូវតាំងទឹកតាំងអីឲ្យមានទឹកមេនអីនៅទិសខាងមុខអីចឹងទៅនឹងអញ្ចឹងខ្ញុំនឹងទៅបង្ហាញលំអិតពីឡកែនេះបង្ហាញដែលយើងព្រីនឡកែចេញមកទៅបានមានអក្សរធំមើលអញ្ចឹងយើងទៅបែមើលថាតើអាជើងក្បូងនេះដែលចំ343អីនេះវាចំអង្គសាលេខប្រមាណប៉ុន្តែសំខាន់ផុតយើងត្រូវដឹងទិសទាំង8ទិសសិនណាតើទិសណាផ្កាយលេខប្រមាណទិសណាខួយលេខប្រមាណអញ្ចឹងបងប្អូនអ្នកគ្រូចិនសែហ្នឹងគឺគាត់អាចដឹងថាយល់ហើយខាងជើងលេខ1ខាងក្បូងលេខ9ខាងកើតលេខ3ខាងលិចលេខ7លិចឈៀងជើងលេខ6លិចឈៀងក្បូងលេខ2លិចក្បូងឈៀងខាងកើតលេខ4ហើយនឹងកើតឈៀងជើងលេខ8អញ្ចឹងដឹងឥឡូវបើដឹងហើយបើទិសហ្នឹងវាចំទិសក្បូងអញ្ចឹងទៅមើលអង្គសាម្លុកអង្គសាក្នុងចានឡកែហ្នឹងលេខ1បាទអញ្ចឹងកឡោនលេខ1ហ្នឹងគឺគេមានអង្គសាទូច្រើននៅក្នុងហ្នឹងទៀតចឹងយើងទៅវេកយកអង្គសាទូចដែលចិនសែពាក្យច្រើនគេហៅថាអង្គសាមាសណែបទៅឆែកអង្គសាមាសនេះគឺស៊ីតម្លៃថ្លៃណាស់អាចតម្លៃដល់រាប់ដល់$10000ក៏មានដែរប៉ុន្តែអានឹងវាអាស្រ័យទៅលើថាតើម្ចាស់ផ្ទះនឹងគេហ៊ានចាយលុយឲ្យគ្រូចិនសែនឹងខ្លាំងប៉ុណ្ណាបើហ៊ានដាក់ឲ្យដល់នេះត្រូវទៅឲ្យអង្គសាមាសឲ្យខ្ញុំហ៊ានឲ្យអ្នកឯង$10000, $20000, $30000ដូចយើងហ៊ានទៅជួលគ្រូចិនសែពីបរទេសមកអញ្ចឹងគ្រូចិនសែពីបរទេសយើងហ៊ានជួលយកមករៀបអាក្បួនហ្នឹង$30000អីបានគេមកបាទអានឹងតម្លៃទូទៅហ្មងបាទដែលគ្រូចិនសែដែលគេរៀបក្បួន64ខួយអញ្ចឹងប៉ិនដល់អាគ្រូចិនសែក្នុងស្រុកយើងដែលចេះក្បួននឹងស្ទាត់អញ្ចឹងហើយក៏ខ្មែរយើងតកែខ្មែរយើងតកែគ្រប់បែបយ៉ាងនៅក្នុងស្រុកខ្មែរហ្នឹងមិនដែលហ៊ានចាយលុយដល់ថ្នាក់នឹងឲ្យទេព្រោះមិនឲ្យតម្លៃច្បាស់ដូចទីហោថា
ខ្មែរខ្លួនឯងអត់ជឿចេះអញ្ចឹងបើនៅបរទេសគឺជឿជាក់បរទេសជាងហ្មងទោះតម្លៃប្រមាណម៉ឺនក៏សុខចិត្តឲ្យដែរអញ្ជើញគ្រូចិនខ្សែតាំងថ្លៃយន្តហោះតាំងថ្លៃអូតែលតាំងថ្លៃហូបចុកអីណាគ្រប់បែបយ៉ាងទាំងអស់គេមកដល់ហើយនាំគេទៅដើរលេងទៅអង្គរវត្តសៀមរាបអីទៀតចាយឲ្យទាំងអស់ទៀតឲ្យតែអញ្ជើញស្ដាច់គ្រូចិនខ្សែឬគ្រូចិនខ្សែល្បីៗនឹងមកដល់ស្រុកខ្មែរបានអ្នកឲ្យតម្លៃគេដល់ថ្នាក់ហ្នឹងតែបើខ្មែរខ្លួនឯងហេតុអត់ហ៊ានឲ្យអញ្ចឹងទេមែនទេតាពី3000ហ្នឹងបានផងអូខេឥឡូវមកទៅបង្ហាញអំពីអង្គសាមាសហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំត្រូវបែរទូរស័ព្ទទៅខាងនោះបាទអញ្ចឹងឥឡូវយើងមកមើលក្នុងចានឡកែនេះបាទចានឡកែដែលយើងព្រីនចេញមកអញ្ចឹងទៅវាច្បាស់វាអសច្បាស់ធំឲ្យមើលអញ្ចឹងមិញយើងគិតថាជាអង្គសា300ជាងអញ្ចឹង300ជាងវានៅក្នុងកឡោនលេខ1នេះនៅក្នុងកឡោនលេខ1ហ្នឹងឯងកឡោនលេខ1ទិសកញ្ជើងហ្នឹងឯងបាទបើ301អង្គសាអញ្ចឹងយើងមកមើលអង្គសា301នៅម្លប់នេះបាទអញ្ចឹង7មកវិញតើ300ម៉ានមិញ343យើងថា343នៅកន្លែងនេះ343អូអត់ច្បាស់មិនក៏ទូរស័ព្ទថតចិត្តពេកអត់ច្បាស់បាទនេះ343អញ្ចឹងសំខាន់ផុតវានៅក្នុងផ្កាយលេខ1នេះប្រាន3ទិសយើងមើលប្រាន3ទិសលេខ1លេខ6លេខ7លេខ2លេខ9លេខ4លេខ3លេខ8អញ្ចឹងវានៅក្នុងខួយលេខ1ហ្នឹងអញ្ចឹងមើល343នេះ343នេះ343អញ្ចឹង343ហ្នឹងវានៅចំអង្គសាទូជាគេហៅថាអង្គសាមាសហ្នឹងនេះបាទអញ្ចឹងដោយសារតែទូរស័ព្ទខ្ញុំថតទៅវាអត់ច្បាស់ខួយនេះខួយ343នេះគឺវាចំខួយលេខអានចេះលេខ7ណាខួយលេខ7អញ្ចឹង7លេខ7នេះតាមក្បួនវិជា64ខួយហាក់ខ្សែសេងប7គឺ72បាទហាក់ខ្សែសេងគឺ7គូជាមួយនឹង2អញ្ចឹងអានេះ7អញ្ចឹងយកក្បែរនេះគឺមាន2ម៉ាន2ណែ2នៅក្បែរហ្នឹងនេះអញ្ចឹងអាមួយជាភ្នំបាទអានេះជាភ្នំនិង7 2ឥឡូវនេះ77យើងទៅរកអង្គសា72អញ្ចឹងបើរកអង្គសា72ហ្នឹងគឺយើងត្រូវរាប់នេះ8ចេញពីហ្នឹងទៅ8ទៅរកអង្គសានេះបាទអានេះលេខ77អញ្ចឹង1 2 3 4 5 6 7 8បាទ8នេះគឺអង្គសាលេខអត់ច្បាស់អញ្ចឹងទូរស័ព្ទបាទទូរស័ព្ទខ្ញុំអត់ទៅច្បាស់បាទអត់ច្បាស់អញ្ចឹងល្អជាងបាទខែលោកបងប្អូនគាត់ចង់រៀនមករៀនមួយយើងបាទអូខេអញ្ចឹងអង្គសានេះនៅខាងនេះអង្គសានេះ72ហើយអង្គសាគូលមិញគឺ77អញ្ចឹង77វាគូជាមួយ72នឹងនេះអញ្ចឹងអា72នេះមុខវាទៅរមុខទឹកបាទនឹងមុខនេះមុខផ្ទះបែររលេខ9យក9ហ្នឹងបែររចំយក9អញ្ចឹងដល់អានេះ72អញ្ចឹងយើងទៅរ82វិញ32វិញអញ្ចឹង32នៅទិសណា32ប្រកាសនៅទិសនេះបាទអូនេះ32នេះ32បាទអញ្ចឹងអង្គសាទូចនេះណាទូចដល់មែនទៀនមើលសឹងតែមិនឃើញទេប៉ុន្តែដោយសារទូរស័ព្ទយើងវាដាក់ចិត្តទៅវាភ្លូបាទនឹងលើកអញ្ចឹងទៅបាទហ្នឹងអញ្ចឹងអានេះបាទនេះគេហៅថា82អាហ្នឹងទិសខាងទឹកដល់តែអានេះ77យើងទៅ3 7ដូចគ្នាបាទ3 7ហ្នឹងវានៅចំ3 7នៅណាអង្គសា3 7នេះអង្គសាខាងមុខនេះបាទអញ្ចឹងដល់លើកបន្តិចបានមើលទៅឃើញបាទអូខេអញ្ចឹងនេះយើងត្រូវមើលតាមក្បួនឡផាននេះបាទដែល
ខ្ញុំ print ចេញពីធ្វើចេញពី computer អញ្ចឹងមកបាទអញ្ចឹងក្បួនហ្នឹងយើងសិតតែធ្វើនៅក្នុង computer ហើយ print ចេញមកបាទ print ចេញមកហើយអញ្ចឹងនេះអង្សាចំអូនៅនេះវិញនេះបាទនេះ7.2 អង្សានេះ7.7 អង្សាភ្នំហើយអង្សានេះនឹងមកបែរទៅទឹកបាទទឹកហ្នឹងគឺចំ8ទិសគេហៅថាផ្កាយលេខ4ហើយអង្សានេះ64ខួយហ្នឹងគឺ8បាទ8 7ហើយបែរចំទៅរកខាងមុខផ្ទះយើងហាងយើងឬមួយក៏ភូមិគ្រឹះយើងទៅរកចំអង្សា3 7ចា3 7នេះគឺយើងអាចបើកទ្វារហើយខាងនេះយើងអាចតាំងទឹកហុងស៊ុយបាទខាងនេះអង្សាភ្នំខាងនេះអង្សានាគបាទអញ្ចឹងពេលដែលយើងដឹងពីអង្សាអស់នឹងហើយបាទយើងនឹងរើសពេលវេលាតាមក្បួន64ខួយទៀតដើម្បីធ្វើការបុកគ្រឹះបាទក្រុងពលីអីចឹងទៅបាទអញ្ចឹងនេះក្បួនរៀបហុងស៊ុយឲ្យត្រូវជាមួយយុគ9គឺបែបហ្នឹងបងប្អូនណាចឹងមានប៉ុណ្្នឹងទេដែលបង្ហាញជូនបងប្អូនបាទសម្រាប់បងប្អូនដែលចង់កែហុងស៊ុយផ្ទះឲ្យត្រូវតាមក្បួនហុងស៊ុយយុគ9នេះបងប្អូនក៏អាចឆាតតាមលេខទូរស័ព្ទរបស់ខ្ញុំ011 337 327ណាបងប្អូនបាទចឹងបងប្អូនអាចឆាតតាម Telegram ក៏បានឬក៏016 923 888បាទអរគុណច្រើនសម្រាប់ការតាមដាន